ក្រុមក្រុមគ្នាសូមសាសនាពុទ្ធកុំកានពួនចិនស្នេហាគោរពបូជាចុងយើងខេមរាជានាំគ្នាក្មេងគ្នាទាំងធននឹងបានតតងរួមសាមគ្គីពីនេះទៅមកព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ព្រមទាំងសិស្សានុសិស្សសម្មាសម្ពុទ្ធសាសនាអភិពុជ្ជយាមេតាយាមេតាំងកបដិបាណាពីគុណសាងយមកាលោថាថាអន្តេសេបងគុំគុណទាំងបីចាឆ្ងាយក្តីអន្តរាយកំបីមានទេសាពពទានាងអាជាបាតាប្រមាបតិឯនាងមនោកាមាំបដិសេតលាអាត្មាភាពต้องការអនុញ្ញាតចំពោះព្រះគ្រូចារិកាវត្តខ្មៅនិងព្រះករណាជាម្ចាស់គ្រប់ព្រះអង្គព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ដើម្បីធ្វើការប្រកាសសមត្ថភាពសមាជិកសមាជិកាចាស់និងថ្មីនៃសមាគមមូលនិធិកុមារប្រពុទ្ធសាសនាកម្ពុជាសុភាប្រធានផ្នែកហិរញ្ញវត្ថុនិងជាជំនួយការបន្តឯកឧត្តមមិនខិនសូមអបអរសាទរទី5ភិក្ខុទេនៅសមាជិកសកម្មសូមអបអរសាទរទី8លោកគង់សមីប្រធានសាធារនាមសប្បុរសជនដែលបានបានសេឧបត្ថម្ភ$100សហរដ្ឋអាមេរិក3សីលវត្ត័យខួនខាងឧបត្ថម្ភ$20សហរដ្ឋអាមេរិក4ឧបាសិកាឡងស៊ីរុនឧបត្ថម្ភ$20សហរដ្ឋអាមេរិក5ឧបាសិកាលីសនឧបាសិកាសឿនត្រីឧបត្ថម្ភ$50សហរដ្ឋអាមេរិក6សីលវតីអ៊ុំម៉ាត្រីឧបត្ថម្ភ$20សហរដ្ឋអាមេរិក7លោកវិសុទ្ធធានឧបត្ថម្ភ$200ប្រទេសកាណាដាជាកិច្ចបន្តអាត្មាភាពសូមអញ្ជើញសីលវតីប្រាក់ចន្ទ្រាប្រធានផ្នែកតំណែងតំណងទូទៅដើម្បីអានសន្តរកថាស្វាគមន៍សូមអញ្ជើញប្រាក់ចន្ទ្រាជាប្រធានផ្នែកតំណែងតំណងទូទៅក្នុងពិធីសម្ពោធសាខាថ្មីរបស់សមាគមមូលនិធិកុមារបរិពុទ្ធសាសនាកម្ពុជាប្រចាំខេត្តព្រៃវែងពីខាងព្រៃនេះសូមថ្លែងសន្និដ្ឋានថាស្វាគមន៍ចំពោះអង្គពិធីជាបឋមខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះគ្រូចាអធិការវត្តខ្មៅជាទីគោរពសក្ការៈខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះភិក្ខុបាយសំអនជាទីគោរពសក្ការៈខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះភិក្ខុអធិលេអ៊ីជាទីសក្ការៈខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះភិក្ខុសក្សុខៈលង្គលជាទីគោរពសក្ការៈតែព្រះអង្គសម្រាប់ជាសមាជិកសកម្មនៃសមាគមហើយនឹងសូមគោរពដល់លោកលេខុស្មៅខាងជើងទីទីគោរពខាងទីសូមគោរពនៃរាជរដ្ឋនៃសមាគមនិងទីជំនួយការផ្ទាល់ឯកឧត្តមមិនខិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាជាទីគោរពរាប់អានសូមគោរពលោកលេខសុភ័ក្រជាសមាជិកសកម្មនៃសមាគមនិងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាទីរាប់អានសូមគោរពលោកគ្រូលោកអ្នកគ្រូអាជ្ញាធរដែនដីនិងលោកគ្រូអ្នកនេះលោកយាយលោកតាដែលបានអញ្ជើញមកចូលរួមនៅទីនេះជាទីគោរពសូមគោរពដល់សិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីមេត្រីថ្ងៃនេះជាទិវាដ៏ដែលខាត់រឹងនៃពិធីសម្ពោធសាខាថ្មីរបស់សមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជានៅក្នុងភូមិស្មៅឃុំស្មៅខាងជើងស្រុកកំចាយមាសខេត្តព្រៃវែងយើងនេះក្នុងនាមព្រះភិក្ខុធម្មបាលិទេលងឫទ្ធីប្រធានសមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជា
នឹងក្នុងនាមខ្ញុំប្រកាសណានាងខ្ញុំផ្ទាល់ខ្ញុំប្រកាសណានាងខ្ញុំសូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការនិមន្តចូលរួមពីសំណាក់ព្រះរាជគុណព្រះអង្គលោកមេឃុំស្មៅខាងជើងដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាកិត្តិយសនិងអាជ្ញាធរដែនដីលោកគ្រូអ្នកគ្រូសិស្សានុសិស្សក្នុងពិធីសម្ពោធសាខាថ្មីរបស់សមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជានាពេលនេះព្រះរាជគុណព្រះអង្គអស់លោកលោកស្រីលោកយាយលោកតាជាគោរពសមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជាត្រូវបានរួចក្តៅគំនិតដោយព្រះភិក្ខុធម្មបាលថេឡងរិទ្ធីរួមទាំងសហការី3រូបទៀតដូចជាព្រះភិក្ខុបៃសំអនជាប្រធានផ្នែករដ្ឋបាលសីលវតីខ្ញុំប្រាជ្ញាតារាជាប្រធានផ្នែកជំនាញដំណងទូទៅនិងលោកសៅសុភាពជាប្រធានផ្នែកហិរញ្ញវត្ថុហើយត្រូវបានអនុញ្ញាតជាផ្លូវការដោយក្រសួងមហាផ្ទៃចុះថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2007ដែលចុះហត្ថលេខាដោយឯកឧត្តមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជាមានទីស្នាក់ការសន្តាននៅផ្ទះលេខ78ផ្លូវ204សង្កាត់ទឹកល្អ3ខាងទួលគោរាជធានីភ្នំពេញគោលបំណងសំខាន់ក្នុងការបង្កើតសមាគមនេះឡើងគឺដើម្បី 1. ជួយកុមារក្រីក្រដែលគ្មានលទ្ធភាពសិក្សាឲ្យមានលទ្ធភាពចូលសិក្សា 2. ជួយលើកកម្ពស់កុមារតាមផ្លូវព្រះពុទ្ធសាសនា 3. ជួយលើកទឹកចិត្តនិងជំរុញស្មារតីកុមារឲ្យមានចិត្តប្រឹងប្រែងក្នុងការសិក្សា 4. ជួយដាស់តឿនដល់សហគមន៍ឲ្យយកចិត្តទុកដាក់ជាមួយកុមារពិសេសកុមារក្រីក្រតាមរយៈគោលសំខាន់គោលបំណងសំខាន់ខាងលើនេះកាលពីថ្ងៃទី1ខែឧសភាឆ្នាំ2008កន្លងមកនេះជាជំហានដំបូងរបស់សមាគមគឺមានសកម្មភាពចុះជួយកុមារស្រីកំព្រាឲ្យគុំម្នាក់ដែលស្ថិតនៅក្នុងភូមិក្រាំងស្វាយគុំធម្មតាអស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលបច្ចុប្បន្នកំពុងសិក្សានៅថ្នាក់ទី8ហើយនឹងមានជីវភាពក្រីក្របំផុតសមាគមបានជួយឧបត្ថម្ភនាងនៅកង់មួយគ្រឿងសម្រាប់បំពាក់ពីកំភ្លេសាបូដាក់សៀវភៅមួយសៀវភៅសរសេរ10ក្បាលសៀវភៅអានថ្នាក់ទី8ព្រហ្មវិជ្ជានិងសម្ភារៈសិក្សាផ្សេងទៀតនិងទឹកប្រាក់សុទ្ធ20,000រៀលដែលសរុបជាទឹកប្រាក់ចំនួន1,200,000រៀលជំហានបន្ទាប់របស់សមាគមគឺជាស្ដែងក្នុងពេលនេះសមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជាបានរៀបចំប្រទានបច្ច័យ4ព្រះសង្ឃនិងចែកអំណោយជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលរួមមានកង់មួយសម្រាប់សិស្សក្រីក្រម្នាក់សៀវភៅបិចខ្មៅដៃនិងខាតិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលសរុបជាសាច់ប្រាក់ចំនួន1,74,805ចឹងណានិងសូមលោកទៀត$74ហើយនឹងជាលុយខ្មែរ1,500,000រៀលសូមអធិស្ឋានព្រោះការទៅពេកខ្ញុំមិនបាននេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់សមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជានៅទីនេះហើយនៅពេលឆាប់ខាងមុខនេះសមាគមនឹងមានគម្រោងបង្កើតសាខាថ្មីជាបន្តទៀតនៅខេត្តតាកែវខេត្តស្វាយរៀងជាបន្តបន្ទាប់និងមានគម្រោងបង្កើតនៅគ្រប់ខេត្តក្រុងនៃបរិយាកាសកម្ពុជាព្រះថេរាវិថេរៈជាទីសក្ការៈនិងញាតិញោមទាំងអស់ជាទីគោរពសមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជាដែលកំពុងធ្វើសកម្មភាពមនុស្សធម៌នេះមានគោលដៅតែមួយគត់គឺផ្ដោតអារម្មណ៍និងយកចិត្តទុកដាក់ទៅលើកុមារដោយផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋសមាគមមូលនិធិកុមារព្រះពុទ្ធសាសនាកម្ពុជាជាសមាគមអភិក្រិតមិនប្រកាន់ពូជសាសន៍ពិសេសគឺមិនបម្រើផលប្រយោជន៍របស់គណៈបកនយោបាយណាមួយឡើយអង្គពិធីទាំងមូលជាទីមេត្រីទោះបីជាព្រះអង្គប្រធានសមាគមលោកបាននិមន្តទៅគង់នៅសហរដ្ឋអាមេរិកក៏ពិតមែនប៉ុន្តែព្រះអង្គក៏បានពិនិត្យឃើញនៅក្នុងពិភពលោកក៏ដោយក៏ព្រះអង្គមិនបានភ្លេចនៅមាតុភូមិជាទីស្រឡាញ់របស់ព្រះអង្គម្ដងណាឡើយដោយប្រតិព្រះអង្គពោពេញទៅដោយក្តីនឹករលឹក
នឹងបានតក់ជាប់ជានិច្ចជាមួយនឹងការលំបាកគ្រប់បែបយ៉ាងរបស់កុមារក្រីក្រនៅប្រទេសយើងជានិច្ចជាក់ស្ដែងព្រះអង្គគង់នៅប្រទេសដែលរីកចម្រើនព្រះអង្គសង្កេតឃើញថាប្រទេសនេះរីកចម្រើននឹងជឿនលឿនដោយសារប្រជាពលរដ្ឋគេមានចំណេះដឹងនិងមានយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សារបស់កុមារនិងប្រជាពលរដ្ឋខ្លួនដូច្នេះព្រះអង្គធម្មបាលោធម្មបាលថេលោករដ្ឋីលោកមានព្រះ